ជោគជ័យមិនមែនបានមកពីសំណាងទេវាបានមកពីការព្យាយាមមិនបោះបង់គ្មានដងវិធីដែលឈានទៅរកភាពជោគជ័យណាក្រៅដោយផ្កាកុលាបនោះឡើយវត្ថុមានតម្លៃនៅក្នុងโลกនេះសុទ្ធតែត្រូវបានដោះដូរដោយការខិតខំប្រឹងប្រែងដោយការតស៊ូដែលគ្មានអ្នកណាមើលឃើញហើយក៏មានពេលខ្លះភាពបរាជ័យក៏អាចធ្វើឲ្យយើងរុញរាផងដែរនោះគឺជាច្បាប់នៃជីវិតរស់នៅហើយក៏ជាច្បាប់នៃហេតុនិងផលដែលព្រះពុទ្ធជាម្ចាស់ទ្រង់តែងតែក្រើនរំលឹកគ្មានផ្លែផ្កាណាដែលផ្ដល់ផលឲ្យអ្នកនោះទេបើសិនជាអ្នកមិនបានសាបព្រោះដាំដុះហើយថែរក្សាវាជោគជ័យមិនមែនជាអំណោយតែវាជារង្វាន់សម្រាប់ឲ្យអ្នកដែលមិនបោះបង់វាប្រៀបដូចជាត្បូងរដុបដែលអ្នកព្យាយាមកែច្នៃធ្វើឲ្យវាកាន់តែមានតម្លៃមនុស្សត្រូវការឆ្លងកាត់ទុក្ខលំបាកឆ្លងកាត់ការប្រឈមដើម្បីកែលម្អខ្លួនបន្តិចម្ដងនៅក្នុងចិត្តនិងបេះដូងមួយដំណក់ញើសមួយដងនៃការដួលរលំគឺសុទ្ធសឹងតែជាមេរៀនមិនមែនសម្រាប់ឲ្យយើងខ្លាំងក្លាជាងអ្នកដទៃតែវាធ្វើឲ្យយើងយល់ពីខ្លួនឯងកាន់តែច្បាស់រៀនទទួលយកភាពលំបាកមិនមែនសម្រាប់ស៊ូទ្រាំតែដើម្បីស្រឡាញ់ពេលវេលាដែលយើងបានឆ្លងកាត់ស្រឡាញ់នៅតម្លៃនៃទុក្ខលំបាកដែលបានបង្រៀនយើងកុំខ្លាចបរាជ័យព្រោះក្រោយពេលដែលយើងបានក្រោកឡើងគឺយើងបានដើរទៅកាន់តែជិតនៅគោលដៅនៃជីវិតភាពជោគជ័យពិតប្រាកដមិនមែនស្ថិតនៅចំណុចទៅដល់តែវាស្ថិតនៅតាមរយៈដំណើរដែលយើងបានឆ្លងកាត់ដូចនេះចូលបន្តនៅការខិតខំប្រឹងប្រែងរបស់អ្នកព្រោះគ្រាប់ពូជល្អតែងតែដុះលូតលាស់នៅលើដីដែលដាំដុះដោយការអត់ធ្មត់និងជំនឿហើយមិនចេះរលត់សូន្យនោះឡើយ